អូនចេញលុយអូនចេញកម្លាំងចិត្តយើងទៅលេងឋានសួគ៌នៅសៀមរាបទាំងអស់គ្នាសម្រាប់បងប្អូនដែលមានកម្រងទៅលេងនៅខេត្តសៀមរាបកុំភ្លេចទីតាំងរីសតមួយកន្លែងនេះដែលមានឈ្មោះថាឋានសួគ៌ត្រាកតដែលលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំជាប់ជាមួយនឹងមាត់បឹងឬក៏គេហៅថាបឹងត្រាកតនៅទីតាំងរីសតនេះបងប្អូនអាចបង្កើតអនុស្សាវរីយ៍ជាច្រើនជាមួយនឹងក្រុមគ្រួសារមនុស្សជាទីស្រឡាញ់មិត្តភ័ក្តិឬមួយក៏ក្រុមការងារជាដើមងូតទឹកបឹងត្រាកតជិះទាទឹកជិះក្បូនបណ្ដែតអារម្មណ៍នៅលើស្ទឹងស្ទូចត្រីលេងកម្សាន្តជាដើមជាពិសេសមានជាមួយនឹងស្ពានបេះដូងដែលលាតសន្ធឹងនៅកណ្ដាលបឹងតែម្ដងជាពិសេសនៅត្រាកតនេះផងដែរមានជាមួយនឹងម្ហូបអាហារឆ្ងាញ់កន្លែងគេងពោពេញទៅដោយផាសុខភាពមិនមែនមានតែបោះតង់មួយមុខទេបងប្អូនអាចគេងជាមួយនឹងប្រភេទផ្ទះឫស្សីដែលមានតុបតែងនិងមានពុកនៅក្នុងនឹងស្រាប់ហើយក្នុងផ្ទះឫស្សីហ្នឹងក៏មានជាមួយនឹងកង្ហារដែរឬមួយក៏បងប្អូនអាចគេងជាមួយនឹងប្រភេទផ្ទះឈើដែលមានម៉ាស៊ីនត្រជាក់នៅខាងក្នុងហើយនឹងគ្រឿងបរិក្ខារមួយចំនួនផងដែរនិងមានជាមួយនឹងបន្ទប់ទឹក private ដាច់ដោយឡែកចំពោះតម្លៃម្ហូបអាហារនិងតម្លៃសម្រាប់ការស្នាក់នៅគឺសុទ្ធតែសមរម្យនិងធូរថ្លៃទាំងអស់ហើយនៅពេលល្ងាចបងប្អូនក៏អាចទស្សនាជាមួយនៅថ្ងៃលិចឬមួយក៏អង្គុយជួបជុំជាមួយមិត្តភ័ក្តិក្រុមគ្រួសារដុតភ្នក់ភ្លើងបណ្ដាអាំងសាច់បណ្ដាស្ដាប់ភ្លេងបែបរ៉ូមែនទិកគ្រាន់តែគិតក៏មានអារម្មណ៍ថាក្តីសុខមួយបែបដែរសម្រាប់ប្រភេទតង់ដែលបោះនៅជាប់មាត់ទឹកនេះគឺតម្លៃអត់ដល់$10ទេបងប្អូនទាំងអស់គ្នាដូចនេះប្រសិនបើបងប្អូនមានកម្រងមកលេងនៅខេត្តសៀមរាបហើយចង់បានកន្លែងគេងនៅរីសតណាមដែលពោពេញទៅដោយធម្មជាតិស្រស់បំព្រងជាប់មាត់ទឹកតម្លៃធូរថ្លៃសេវាកម្មល្អហើយម្ហូបឆ្ងាញ់កុំភ្លេចមកលេងនៅឋានសួគ៌ត្រាកតទាំងអស់គ្នាណាសម្រាប់ព័ត៌មានបន្ថែមឬមួយក៏បងប្អូនចង់ធ្វើការកក់បងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទឬ Telegram ខាងក្រោមនេះបានណាសូមអរគុណ